អ្នកទាំងអស់គ្នាខ្ញុំសុំសួរមើលjoy counter digi ឬក៏ digi counter joy ព្រោះអីនៅពេលដែលខ្ញុំផុសវីដេអូ gameplay hero joy ហ្នឹងណាមានប្រដៅម្នាក់គាត់ comment ថា hero joy ហ្នឹង counter digi ខ្ញុំទទួលស្គាល់ថា hero joy ហ្នឹងវា counter digi នៅពេលដែល joy វាពេញ stake ប៉ុន្តែនៅពេលដែលយើងអូ stake យើងអត់មាន stake យើងតែមាន ulti ណាចុចដើម្បីផ្ដាច់ចាប់ជើងរបស់ digi ហ្នឹងអញ្ចឹងខ្ញុំគិតថា digi ហ្នឹងគឺវា counter joy ព្រោះអីតើតែយើងមាន ulti បានយើងអាចផ្ដាច់ stand បានឥឡូវឧទាហរណ៍ថាយើងទៅអូ stake ហើយ digi ចាប់ជើងអញ្ចឹងយើងឈូសបានតែ2ហ្នឹងគឺដាច់ stake ឯងហើយ ulti យើងក៏វាមិនឈឺប្រហែលដែរអាហ្នឹងនៅពេលដែល team fight ណាហើយបើសិនជាយើងអូ stake វាចង្ងាយមកអាហ្នឹងវាអូខេហើយប៉ុន្តែនិយាយនៅពេលដែលយើងវាយ team fight ឯទៅឧទាហរណ៍ digi គេចេះលេងគេចាំ lock យើងអីចឹងណាគេចាំទុកចាប់ជើងនឹងទុកចាប់តែយើងអីចឹងទៅអញ្ចឹងអ្នកគ្នាបើសិនជាដឹងជួយ comment ប្រាប់ខ្ញុំម្នាក់មួយផងហើយអ្នកគ្នាបើសិនជាមានតម្រូវការទិញឬក៏លក់ account Mobile Legends អ្នកគ្នាកុំភ្លេចឆាតចូលមកកាន់ page Hon Gaming Store អញ្ចឹងអ្នកគ្នាកុំភ្លេច comment ប្រាប់ខ្ញុំម្នាក់មួយផងថា Digi Counter Joy ឬក៏ Joy Counter Digi